លើកទី1លើកបងគេបងអូនដល់ខែបោះខ្លែងទៀតហើយ ខែលោកអើមានខ្យល់តិចតិចមានខ្យល់តិចតិចចាំបេបេអើយមានខ្យល់តិចតិចឥឡូវក្មេងៗធ្វើខ្លែងមកតេះហ្នឹងណាបោះសាក់មើលនៅខ្លែងធ្វើខ្លួនឯងមែននេះពេលណាអ្នកធ្វើពីរនាក់ហ្នឹងហ៎ធ្វើចូលគ្នាមកចូលគ្នាលេងចែកគ្នាលេងណារួចខ្លែងនេះឆ្អឹងទូចដល់ឆ្អឹងខ្លាចទៅធ្លាប់បោះអត់ធ្លាប់ដែរហោះដែរអូមិញបោះដែរមែនតែឥឡូវមានខ្យល់តិចតិចដែរណាខ្យល់យើងទៅនៅមកបោះតែនេះយើងអត់មានកន្លែងលិតបោះទេយើងបោះនៅក្នុងដីចកាទៅនេះនៅតាមវាស្រែអត់តន់ច្រូតផងណាយើងបោះសាងហើយសុយទៅទៅដើមចែកឯងមើលទៅតោះប្រូព្រួញប្រូហងរៀបចំទាញខ្សែពាក់មកចាពាក់ឯងតែឥឡូវនេះខ្លែងពណ៌ខ្មៅនេះគេធ្វើតេស្តសិនខ្យល់មកពីណាមកពីជើងហីបងប្អូននេះខ្លែងក្មេងធ្វើតេស្តនេះសង្ឃឹមតាហោះអត់ហោះហ្មងទីនេះ 100% 100%ហ្មងគាត់វាទេវាអត់ដាំមកទេអញ្ចឹងដាំឡាឌូមិញផកនេះបងប្អូនខ្លែងធម្មតាធ្វើអាធម្មតាសាក់សិនធ្វើធម្មតាពីណាអ្នកបោះប្រូហងបោះណាប្រូព្រួញអ្នករត់តោះសាក់វិញមើល1 2 3ទៅអាយ៉ាអូទៅជាប់ដើមចែកទៅហ្នឹងហោះតើយើងទៅមើលមុខបងប្អូនអូធ្លាក់ឥឡូវដប់ធ្លាក់ហោះដែរបងប្អូននេះមើលក្នុងកាមេរ៉ាឃើញណានេះខ្លាញ់ជាមួយខ្ញុំស៊ូមមើលបងប្អូនរៀងចាំងថ្ងៃតិចមួយទៅណារែកខ្លាញ់មួយយ៉ាប្រកាច់ជាប់ដើមនេះបាទបងប្អូនអើយជាប់ដើមនេះបាទនេះខ្លាញ់ឡើងយកអាយុឡើងយកទាញមានយ៉ាត់ដាច់កតុយសានឹងឃ្លាត់ទេឃ្លាត់អូចប់បាត់ទៅបាត់យ៉ាត់បែកពីងតើទាញកតុយវាមើលពូឡើងយកវិញពូរៀងខ្ពស់ហើយទាញអញ្ចឹងពូឡើងយកជប់ដាច់លើហើយកុំតន់ទាញទៅពូកណាវិញបាទណាតែណានេះបាទណាបងប្អូនគាត់ទៅកាមេរ៉ាឡើងយកតើឥឡូវចងរៀបចំសាថ្មីបាទយ៉ាសាំទុយអើសាំរៃបាទឥឡូវយើងចាប់ផ្ដើមចងរៀបចំសិនបងប្អូននេះខ្លែងថតពីខាងនេះបាទនាងច្បាស់នេះចាំងថ្ងៃបងប្អូនមិញហោះខ្លាំងដែរតែវាទៅណាវារៀងស្រាកតុយបើយ៉ាងទៅស្រាក្បាលដែរស្រាក្បាលហើយស្រាកតុយមិញវាយ៉ាងវេតើបោះសាថ្មីប្រូហងយ៉ាត់ជាប់នេះហ៎បោះតាមភ្លឺស្រែក៏ល្អដែរនេះចង់ស៊ីដើមចៃទៅដប់ជាប់ចុងដង